ធម៌ប្រសិទ្ធភាពនិងចីរភាពដោយធ្វើការការពារថែរក្សានិងពូនជ្រុំសមិទ្ធផលជាតិនិងប្រើប្រាស់វឌ្ឍនភាពដែលសម្រេចបានកន្លងមកដើម្បីលើកកម្ពស់កិត្យានុភាពជាតិឲ្យខ្ពស់ត្រដែតបន្ថែមមួយកម្រិតទៀតព្រមទាំងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចនិងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់ប្រកបដោយអរិយធម៌ថ្កុំថ្កើងរុងរឿងក្នុងឆ្នាំ2024កន្លងមកកម្ពុជាក៏ដូចជាបណ្ដាប្រទេសលើពិភពលោកទាំងមូលស្ថិតក្នុងស្ថានភាពមិនប្រកបប្រជាខ្ពស់ក្នុងនោះរួមមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចតំបន់និងសកលភាពកាន់តែតានតឹងនៃសង្គ្រាមនៅមជ្ឈិមបូព៌ានិងសង្គ្រាមរុស្ស៊ីអ៊ុយក្រែននិន្នាការកើនឡើងនៃការគាំពៀនិយមការប្រែប្រួលដែលមិនអាចប៉ាន់ប្រមាណបាននៃនិមិត្តកម្មសកលការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិង Digital លុបនីយកម្មនិងការប្រែប្រួលអាកាសធាតុដែលបង្កកម្មវិបាកកាន់តែធ្ងន់ធ្ងរឡើងលើដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទោះបីជាយ៉ាងនេះក្តីកម្ពុជានៅតែបន្តរក្សាបានសុខសន្តិភាពពេញលេញឯករាជ្យអធិបតេយ្យជាតិបូរណភាពទឹកដីធានាបាននូវស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងភាពកាន់តែល្អប្រសើរឡើងនៃសុខុមាលភាពនិងជីវភាពរបស់ប្រជាជនក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពរាជរដ្ឋាភិបាលកម្ពុជាបន្តសម្រេចបានសមិទ្ធផលជាទីមោទនៈដោយជាការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រះជ័យហ្វូណនតេជោការចុះបញ្ជីក្រមាទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេតិកាលទី5និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី4ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តខិតខំនិងជំរុញអនុវត្តកម្មវិធីកែតម្រង់សំខាន់ៗដោយមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្នុងនោះមានកម្មវិធីគោលនយោបាយជាអាទិភាពចំនួន6ផងដែររាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តអនុវត្តនូវវិធានការគន្លឹះទាំង5ដើម្បីជំរុញនិងបង្កើនល្បឿនលើកិច្ចការកែតម្រង់លើវិស័យមួយចំនួនក្នុងគោលដៅបន្តកសាងរដ្ឋបាលសាធារណៈដែលកាន់តែមានសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតស្អំទី1វិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈការអនុវត្តការជ្រើសរើសមន្ត្រីរាជការតាមនីតិវិធីថ្មីប្រកបដោយគុណធិបតេយ្យតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពស្របតាមពាក្យស្លោកអ្នកចេះគឺជាប់ដោយមោទនៈនិងធ្លាក់ដោយអស់ចិត្តព្រមទាំងការពិនិត្យឡើងវិញនឹងការវិភាគមុខងារនិងប្រតិបត្តិការរដ្ឋបាលសាធារណៈនៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិនិងដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំពៀសមិទ្ធកម្មប្រកបដោយសង្កតិភាពសមធម៌ចីរភាពជាពិសេសបន្តពង្រឹងការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចដើម្បីពង្រឹងអភិបាលកិច្ចល្អក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈទី2វិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាពអប់រំបានធ្វើការកែតម្រង់និងដាក់ចេញវិធានការសម្រាប់វិស័យអប់រំពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាព្រមទាំងបានចុះជ្រើសរើសសាលារៀនគោលដៅចំនួន42កម្រិតបឋមសិក្សានៅបណ្ដារាជធានីខេត្តចំនួន9សម្រាប់ការអនុវត្តជំហានដំបូងដោយផ្ដោតលើកម្មវិធីសិក្សាក្រៅម៉ោងចំនួន2ម៉ោងបន្ថែមដែលទល់ពេលនេះមានសិស្សបំពន់សរុបចំនួន2793នាក់ចំពោះការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា2023-2024មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិសរុបចំនួន175,396នាក់ស្មើនឹង94កដកសញ្ញា 69% សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប106,351នាក់ស្មើនឹង 79%បេក្ខជនជាប់នីតិ A មានចំនួន2,216នាក់និងសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត3សរុប780នាក់ស្មើនឹង 98 កដកសញ្ញា 73%ទី3វិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលបានដាក់ចេញនូវវិធានការបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាលតាមរយៈការពង្រឹងសេវានៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកនិងការដាក់ពង្រាយបុគ្គលិកសុខាភិបាលដើម្បីធានាសេវា24ម៉ោងលើ24ម៉ោងនិង7ថ្ងៃក្នុងមួយសប្តាហ៍ព្រមជាមួយនឹងការបង្កើនបរិមាណនិងគុណភាពឱសថនិងបរិក្ខារពេទ្យនិងការពង្រឹងក្រមសីលធម៌និងការទទួលខុសត្រូវវិជ្ជាជីវៈជាក់ស្ដែងសេវាសុខាភិបាលបានផ្តល់ការពិនិត្យពិគ្រោះនិងព្យាបាលជំងឺប្រមាណជាង18លានករណីអ្នកជំងឺសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យប្រមាណជាង 1.3 លានអ្នកទទួលបានការគ្របដណ្ដប់ដោយមូលនិធិសុខាភិបាលបានកើនដល់ជិត4លាន8សែននាក់
និងអ្នកទទួលបានការគ្របដណ្ដប់ការថែទាំសុខភាពដោយបានបសសកើនដល់ជាង2លាន7សែននាក់ទី4វិធានការគន្លឹះក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពបានដាក់ចេញបទបញ្ជាលេខ01បបចុះថ្ងៃទី20ខែកុម្ភៈឆ្នាំ2024ដែលជាបទបញ្ជាដាច់ខាតសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយបានធ្វើតេស្តមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធសរុបជាង100000នាក់ទន្ទឹមនឹងនេះបានបង្ក្រាបបទល្មើសគ្រឿងញៀនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទសកម្មភាពក្មេងទំនើងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសបច្ចេកវិទ្យានិងបទល្មើសសម្អាតប្រាក់អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទព្រមទាំងបានផ្ដល់សេវាផ្លូវច្បាប់ជួយដល់ស្ត្រីរងគ្រោះដោយអំពើហិង្សានិងធ្វើអន្តរាគមន៍ទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្ត្រីនិងក្មេងស្រីទី5វិធានការគន្លឹះក្នុងការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលហៅកាត់ថាអដកព្រមទាំងបានដាក់ចេញនូវយុទ្ធនាការចំនួន2គឺទី1យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការនិងទី2យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការជាក់ស្ដែងក្នុងឆ្នាំ2024កន្លងមកនេះតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿងទាំងសំណុំរឿងព្រហ្មទណ្ឌសំណុំរឿងរដ្ឋប្បវេនីនិងសំណុំរឿងក្តីដទៃទៀតបានចំនួន188,992ស្មើនឹង82.41%នៃសំណុំរឿងទូទាំងប្រទេសខណៈអដកបានធ្វើការសម្រុះសម្រួលដោះស្រាយវិវាទលើបណ្ដឹងសរុបចំនួន412និងដោះស្រាយបញ្ចប់ដោយជោគជ័យបានចំនួន71ករណីក្នុងការកែតម្រង់ច្បាប់រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការដឹកនាំការកែតម្រង់ច្បាប់និងដាក់ចេញនូវគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធានការនៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតក្រៅពីការសម្រេចបានវឌ្ឍនភាពខាងលើនេះរាជរដ្ឋាភិបាលកម្ពុជាក៏បន្តសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យអតិភិបផ្សេងទៀតផងដែរក្នុងវិស័យកសិកម្មរាជរដ្ឋាភិបាលបានជំរុញលើកស្ទួយផលិតកម្មរកទីផ្សារនិងរកលំនឹងថ្លៃកសិផលនិងបានដាក់ចេញយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសម្ដៅលើកស្ទួយផលិតកម្មរកទីផ្សារព្រមទាំងដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំនៅតាមគោលដៅចំនួន250ឃុំក្នុង89ស្រុកនិង17ខេត្តក៏ដូចជាដាក់ឲ្យដំណើរការនៅសហគមន៍កសិកម្មទំនើបចំនួន9និងបានកសាងប្រព័ន្ធធារាសាស្ត្រនិងធនធានទឹកនៅទូទាំងប្រទេសដែលអាចស្រោចស្រពបានលើផ្ទៃដីសរុបជាង60,000ហិកតាទន្ទឹមនឹងនេះផ្ទៃដីដើមស្រូវសរុបទូទាំងប្រទេសសម្រេចបាន 3.86 លានហិកតាខ្ពស់ជាងផែនការ 22.15% ហើយបរិមាណផលស្រូវសរុបទទួលបាន 13.89 លានតោនព្រមទាំងបាននាំចេញអង្ករប្រមាណជាង64,000តោនក្នុងឆ្នាំ2024សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនប្រមាណ 6% ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាក្នុងឆ្នាំ2024មានសរុបចំនួន 55.4 ប៊ីលានដុល្លារអាមេរិកកើនឡើង 15.66% បើធៀបនឹងឆ្នាំ2023ការនាំចេញមានចំនួន 26.7 ប៊ីលានដុល្លារអាមេរិកកើនឡើង 13.61% និងការនាំចូលមានចំនួន 28.7 ប៊ីលានដុល្លារអាមេរិកកើនឡើង 17.63% បើធៀបនឹងឆ្នាំ2023ទុនបម្រុងអន្តរជាតិបន្តស្ថិតនៅក្នុងកម្រិតខ្ពស់ប្រមាណជាង22ប៊ីលានដុល្លារអាមេរិកចំពោះអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ 4024 រៀលក្នុង1ដុល្លារអាមេរិកខណៈអត្រាអតិផរណាមធ្យមប្រចាំឆ្នាំមានកំណើនថមថយមកត្រឹម 0.8% រាជរដ្ឋាភិបាលនៅបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធដោយបច្ចុប្បន្នប្រាក់បៀវត្សអបបរមាមានចំនួន 1,39,000 រៀលនិងបន្តកាត់បន្ថយគម្លាតប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់និងថ្មីជាមួយគ្នានេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មសរុបចំនួន414គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ 6.9 ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារចំនួន 324,624 កន្លែងទន្ទឹមនឹងនេះចំនួនរោងចក្រសរុបមានចំនួន 2,425 រោងចក្រនិងបង្កើតការងារ 1,161,181 នាក់
និងចំនួនសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មសរុបមានចំនួន 43,970 មូលដ្ឋានដែលបង្កើតការងារ 476,223 នាក់រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ឈ្នួលអបបរមារបស់កម្មករនិយោជិតផ្នែកវិជ្ជាភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបដល់ $280 ក្នុងមួយខែសម្រាប់ឆ្នាំ 2025 បូករួមនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចនិងអត្ថប្រយោជន៍ផ្សេងៗពីគោលនយោបាយគាំពារសង្គមចំពោះវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរាជរដ្ឋាភិបាលបានបន្តខិតខំបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យជាមោទនភាពក្នុងឆ្នាំ 2024 កន្លងមកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន4ដែលបានប្រព្រឹត្តទៅដោយរលូននិងជោគជ័យរួមមានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិដែលហៅកាត់ថា IDC-CDI មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណៈបកនយោបាយនៅអាស៊ី ICAP លើកទី12សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាពដែលហៅកាត់ IPTP លើកទី11និងសន្និបាតត្រួតពិនិត្យលើកទី5នៃអនុសញ្ញាអូតាវ៉ាស្តីពីការហាមឃាត់មីនកិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកមួយគ្មានមីនកម្ពុជាក៏បានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ10ប្រទេសសម្រាប់លើកកិច្ចការព្រំដែនរាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាពខ្ពស់បំផុតក្នុងការធានារក្សាការពីបូរណភាពទឹកដីការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្ដោយព្រំដែនក្នុងគោលដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍជាក់ស្ដែងការប្រួយផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដែលការនេះបានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលជាភាពជោគជ័យដ៏ធំធេងបញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរជាងនេះទៅទៀតរាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការនៅកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសាររួមមានទី1កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំដែលមានអ្នកទទួលផលសរុបចំនួនប្រមាណ 37,000 នាក់